5 ឆ្នាំចាហើយក្មួយស្រីឈ្មោះអីដែរក្មួយឈ្មោះញ៉ាញមានអាយុប៉ុន្មានហើយក្មួយអាយុ12ឆ្នាំចាអាយុ12ឆ្នាំព្រមទាំងបងប្អូនទូចណាស់ចាចឹងក្មួយជួយរៀបរាប់ពីជីវភាពរបស់ក្មួយតើមានទុកលំបាកយ៉ាងម៉េចដែរក្មួយខ្ញុំលំបាកខ្ញុំអត់ម៉ែខ្ញុំក្រលញាខ្ញុំពិបាកនឹងការរស់នៅមិនដែរទៅណាដែរក្មួយមិនអាចគាត់រត់ចូលខ្ញុំគាត់គឺប៉ាខ្ញុំផឹកគាត់គាត់រត់មកខ្ញុំជុំពេលអត់ម្ដាយលំបាកមិនដែរខ្ញុំលំបាកខ្ញុំគ្មានម៉ែខ្ញុំខ្វះគេអីចុះគាត់រត់ចោលក្មួយហ្នឹងរយៈពេលប្រហែលឆ្នាំក្មួយ1 ឆ្នាំជាងហើយចុះឪពុកវិញគាត់ទៅណាដែរបានត្រប់ឲ្យឈើគេស៊ីឈ្នួលចុះឥឡូវនៅផ្ទះហ្នឹងនៅគ្នាប្រហែលម៉ែដែរខ្ញុំនៅ5នាក់នឹងប៉ាខ្ញុំ5នាក់នឹងប៉ាចុះប៉ាប្រហែលថ្ងៃបានគាត់មកផ្ទះវិញម្ដងខ្ញុំអត់ដឹងទេប្រហែលជា5 6ថ្ងៃទៀតគិតមកគាត់ទៅយូរនៅទៅយូរហើយដេកមក3យប់ចាទៅបាន3យប់ហើយចុះរាល់ថ្ងៃបានអីហូបដែរពេលដែលពុកទៅធ្វើការហើយម្ដាយរត់ខ្ញុំអត់មានអីហូបទេខ្ញុំហូបបើបាយទឹកបានពីណាជួយដែរបើសិនជាយើងនៅម្នាក់ឯងនៅចិត្តជាមួយបងប្អូនតិចតូចបាយទឹកបានអ៊ំខ្ញុំមីងបងអូយឲ្យខ្លះទៅចុះពេលណាដែលគេគាត់អត់ឲ្យចឹងអូនបានអីហូបដែរគាត់នៅសង្កលពួកខ្ញុំក៏ដែរនៅចាទុកសម្រាប់ឲ្យគាត់ហូបចុះពេលដែលក្មួយឪពុកអត់នៅអញ្ចឹងតើក្មួយទៅរកអីដែរដែលបានឲ្យបងប្អូនហូបខ្ញុំស៊ីឈ្នួលគេស្ទូងចាមួយថ្ងៃបានមកដល់ថ្ងៃមួយថ្ងៃបាន12,000ចាសម្រាប់យើងមកឲ្យបងប្អូនហូបគិតថាខ្លួនឯងរាល់ថ្ងៃការរស់នៅការហូបចុកពិបាកសំណុកមិនខ្លះជួយរៀបរាប់ពីនេះមានអីហូបទេខ្ញុំហូបអំបិលពីចេញបោកចុះតាក់ទងផ្ទះនឹងពេលភ្លៀងពេលខ្យល់អីយ៉ាងម៉េចដែរក្មួយពេលខ្យល់លិចភ្លៀងមកលិចខ្ញុំអត់ចេះដេកទេខ្ញុំទៅរត់ទៅដេកផ្ទះធំផ្ទះម្ដាយធំទៅដេកផ្ទះត្រូវជាម្ដាយធំចាធំទៅម្ដាយធំត្រូវជាអ៊ំអញ្ចឹងក្មួយចង់ឲ្យខាងសប្បុរសជនយើងក៏ដូចជាអ៊ំពូមានមីងនៅក្រៅប្រទេសក្នុងប្រទេសជួយអីដល់ក្មួយខ្លះមួយចង់មកដេកចង់មកផ្ទះចង់មកកោហូបជានំចំណីបាទនេះគឺជាពាក្យពេចន៍ក៏ដូចជាទុកសោករបស់ក្មួយស្រីព្រមទាំងក្មួយប្រុសជាកុមារកំព្រាដែលត្រូវម្ដាយបោះបង់ចោលបានរយៈពេលជាង1 ឆ្នាំហើយឪពុកក៏ទៅស៊ីឈ្នួលគេទៀតនៅទីតាំងឆ្ងាយទុកនៅសល់តែ4នាក់ទេនៅក្នុងផ្ទះបែកបាក់មួយនេះបាទហើយសង្ឃឹមថាពុកម៉ែបងប្អូនបានឮហើយក៏អាណិតមេត្តាជួយឧបត្ថម្ភទៅដល់គ្រួសាររបស់ក្មួយតាក់ទងតាមរយៈក្រុមការងារមូលនិធិខ្មែរជួយខ្មែរនឹងគ្រាក្រអសន្នលេខទូរស័ព្ទ087 230369បាទសូមអរគុណសូមមិត្តនៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាជួយចែករំលែកព័ត៌មាននេះទាំងអស់គ្នាបាទសូមអរគុណច្រើន